សហរដ្ឋអាមេរិកបន្ទាប់ពីប្រកាសឲ្យអន្តរជាតិក៏ដូចជានៅ NATO ឬក៏សម្ព័ន្ធមិត្តឲ្យមកជួយខ្លួននោះគឺមិនបានគេមកជួយទេប៉ុន្តែឥឡូវខ្លួនបានដាក់បាននៅតបហើយនឹងនាវាអីមកនៅគៀកសមុទ្រហៅមកហើយគឺនៅម្ដុំតំបន់មជ្ឈិមបូព៌ាហើយអ៊ីរ៉ង់ក៏ត្រៀមខ្លួនសម្រាប់បាទកប់ខ្មោចបាទណាបាទទាហានរបស់សហរដ្ឋអាមេរិកហើយនឹងបាទធ្វើទៅជាចំណីត្រីឆ្លាមតែម្ដងបាត់ខ្លាំងទៀតបាទខ្វាយគេវាយឡើងចង់ខ្ទេចហើយបាទនៅខ្លាំងសម្ដីបាទល្អមែនទែនហើយទីបំផុតគឺសហរដ្ឋអាមេរិកបានចេញក្រញ៉ាំឥន្ទ្រីដៃរបស់ខ្លួនហើយគឺដូណាល់ត្រាំនិយាយពីលើយន្តហោះហ្មងបងប្អូនថាចង់បានកោះខាចហ្នឹងគឺចង់បានគ្រប់គ្រងព្រៃឥន្ធនៈនៅលើកោះខាចនឹងឈូងសមុទ្រហូម៉ុកតែម្ដងគឺផលប្រយោជន៍មិនមែនដើម្បីកម្ចាត់នុយក្លេអ៊ែរឬក៏របបផ្ដាច់ការអ៊ីរ៉ង់ទេគឺផលប្រយោជន៍ដូចខ្ញុំបាននិយាយចឹងបងប្អូនណាបាទនេះគឺជារឿងពិត